ឧស្សាហ៍ស្រេកទឹកនោមញឹកញាប់ជាពិសេសនៅពេលយប់ឬមានអារម្មណ៍នឿយហត់ដោយមិនដឹងមូលហេតុទេកុំមើលរំលងវាអាចជាសញ្ញាព្រមាននៃជាតិស្ករក្នុងឈាមខ្ពស់ដែលរាងកាយកំពុងផ្ញើសារមកអ្នក1ស្រេកទឹកខ្លាំងជាងធម្មតានៅពេលជាតិស្ករក្នុងឈាមឡើងខ្ពស់តម្រងនោមត្រូវខិតខំធ្វើការដើម្បីបញ្ចេញជាតិស្ករលើសតាមទឹកនោមលទ្ធផលគឺរាងកាយបាត់បង់ជាតិទឹកច្រើនហើយធ្វើឲ្យអ្នកស្រេកទឹកជាញឹកញាប់2បត់ជើងតូចញឹកញាប់បើអ្នកត្រូវក្រោកចូលបង្គន់ញឹកញាប់ជាពិសេសនៅពេលយប់ដោយមិនបានផឹកទឹកច្រើនជាងធម្មតាវាអាចជាសញ្ញាមួយនៃជាតិស្ករក្នុងឈាមខ្ពស់3ឃ្លានញឹកញាប់ប៉ុន្តែស្រកទម្ងន់ទោះបីអ្នកញ៉ាំបានគ្រប់គ្រាន់ក៏ដោយកោសិការបស់រាងកាយមិនអាចប្រើប្រាស់ជាតិស្ករបានល្អប្រសិនបើអាំងស៊ុយលីនមិនគ្រប់គ្រាន់ឬមិនដំណើរការល្អរាងកាយនឹងចាប់ផ្ដើមប្រើខ្លាញ់និងសាច់ដុំជាប្រភពថាមពលដែលអាចបណ្ដាលឲ្យស្រកទម្ងន់ដោយមិនបានគ្រោងទុក4នឿយហត់និងអស់កម្លាំងពេលកោសិកាមិនអាចយកជាតិស្ករទៅប្រើជាថាមពលបានល្អអ្នកអាចមានអារម្មណ៍នឿយហត់អស់កម្លាំងឬខ្សោយទោះបីសម្រាកគ្រប់គ្រាន់ក៏ដោយ5ភ្នែកមើលមិនច្បាស់ជាតិស្ករក្នុងឈាមខ្ពស់អាចធ្វើឲ្យបរិមាណទឹកនៅក្នុងកែវភ្នែកផ្លាស់ប្ដូរបណ្ដាលឲ្យភ្នែកមើលមិនច្បាស់ជាបណ្ដោះអាសន្នប្រសិនបើមិនគ្រប់គ្រងបានយូរវាអាចប៉ះពាល់ដល់សរសៃឈាមក្នុងភ្នែកនិងបង្កហានិភ័យបាត់បង់ចក្ខុវិញ្ញាណ6របួសជាសះស្បើយយឺតបើរបួសតូចៗជាសះស្បើយយឺតឬឆ្លងមេរោគញឹកញាប់វាអាចបណ្ដាលមកពីជាតិស្ករក្នុងឈាមខ្ពស់ដែលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំនិងការជួសជុលជាលិកា7រមាស់ឬឆ្លងមេរោគញឹកញាប់ជាតិស្ករខ្ពស់អាចបង្កើនហានិភ័យនៃការឆ្លងមេរោគផ្សិតឬបាក់តេរីជាពិសេសលើស្បែកមាត់និងតំបន់ប្រដាប់បន្តពូជ8ស្ពឹកឬចុកនៅដៃនិងជើងប្រសិនបើជាតិស្ករក្នុងឈាមខ្ពស់យូរពេកវាអាចប៉ះពាល់ដល់សរសៃប្រសាទអ្នកខ្លះអាចមានអារម្មណ៍ស្ពឹកឈឺចាប់ឬចុកនៅដៃនិងជើងដែលគេស្គាល់ថាជាជំងឺសរសៃប្រសាទដោយសារទឹកនោមផ្អែម diabetic neuropathy ពេលណាគួរទៅជួបគ្រូពេទ្យប្រសិនបើអ្នកមានរោគសញ្ញាជាច្រើនក្នុងចំណោមរោគសញ្ញាទាំងនេះឬមានហានិភ័យខ្ពស់ដូចជាលើសទម្ងន់មានសាច់ញាតិជំងឺទឹកនោមផ្អែមឬមានសម្ពាធឈាមខ្ពស់គួរទៅពិនិត្យកម្រិតជាតិស្ករក្នុងឈាមការរកឃើញឆាប់និងការព្យាបាលទាន់ពេលអាចជួយការពារផលវិបាកធ្ងន់ធ្ងរបានសូមចងចាំមិនមែនអ្នកមានរោគសញ្ញាទាំងនេះទាំងអស់សុទ្ធតែមានជំងឺទឹកនោមផ្អែមនោះទេហើយអ្នកខ្លះក៏អាចមិនមានរោគសញ្ញាអ្វីសោះមធ្យោបាយត្រឹមត្រូវបំផុតគឺការពិនិត្យជាតិស្ករក្នុងឈាមបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍សូម like share និង follow ដើម្បីទទួលបានព័ត៌មានសុខភាពដែលផ្អែកលើភស្តុតាងវិទ្យាសាស្ត្រជាបន្តទៀត